សុស្ដីបងប្អូនទាំងអស់គ្នានៅក្នុងដៃខ្ញុំនេះគឺមានឆ្នាំងសាក់ច្រើនចាស់ស្ដែងគឺដោយសារតែសម្រាប់ឆ្នាំងសាក់នេះគឺប្រភេទ Type C ខ្ញុំប្រើសម្រាប់សាក់កាមេរ៉ាហើយនឹង iPad ហើយនឹងគ្រឿងអេឡិចត្រូនិកផ្សេងៗទៀតហើយសម្រាប់ឆ្នាំងសាក់នេះគឺខ្ញុំប្រើសម្រាប់សាក់នាឡិកាខ្ញុំនេះតែម្ដងហើយឆ្នាំងសាក់នេះគឺប្រភេទដូច Lightning គឺខ្ញុំប្រើសម្រាប់សាក់ iPhone ខ្ញុំអញ្ចឹងឧទាហរណ៍ថាបើសិនជា iPad ខ្ញុំឬក៏កាមេរ៉ាដែលខ្ញុំកំពុងប្រើនេះឬក៏គ្រឿងអេឡិចត្រូនិកផ្សេងៗទៀតដែលខ្ញុំកំពុងតែប្រើនេះវាអស់ថ្មហើយខ្ញុំចាំបាច់ត្រូវការប្រើវាជាបន្ទាន់អញ្ចឹងខ្ញុំត្រូវចំណាយពេលរាប់ម៉ោងដើម្បីសាក់កាមេរ៉ាចំណាយពេលប្រហែលម៉ោងទៀតដើម្បីសាក់គ្រឿងអេឡិចត្រូនិកឬក៏ iPad អញ្ចឹងគឺវាចំណាយពេលយូរមែនតើមួយវិញទៀតបើសិនជាយើងត្រូវការធ្វើដំណើរទៅផ្លូវឆ្ងាយអញ្ចឹងយើងត្រូវដាក់ឆ្នាំងសាក់ទាំងអស់ហ្នឹងទៅតាមខ្លួនមែនទេយើងដាក់ទៅបានប៉ុន្តែវាមានភាពរញ៉េរញ៉ៃហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងមានដំណោះស្រាយមួយសម្រាប់បងប្អូនទាំងអស់គ្នាហើយនេះគឺជាឆ្នាំងសាក់ Mac Anchor ឆ្នាំងសាក់នេះគឺវាអាចដោះស្រាយបាននៅបញ្ហាដែលខ្ញុំបានលើកមកអំបញ្ញមិញនេះហើយខ្ញុំអត់មានបទពិសោធន៍ក្នុងការប្រើប្រាស់វាទេដោយសារតែខ្ញុំទៅសាក់ទិញយកវាមកប្រើខ្ញុំនឹងធ្វើការបើកប្រអប់បង្ហាញបងប្អូនទាំងអស់គ្នាថាតើនៅក្នុងប្រអប់ឆ្នាំងសាក់ Anchor នេះមានអ្វីខ្លះអញ្ចឹងនៅពេលដែលយើងបើកប្រអប់មកគឺយើងឃើញមានឆ្នាំងសាក់មួយហើយនឹងខ្សែសាក់ប្រភេទ Type C ទៅ Type C មួយខ្សែឥឡូវនេះគឺខ្ញុំនឹងនិយាយអំពីលក្ខណៈពិសេសរបស់ឆ្នាំងសាក់ Anchor នេះទី1គឺវាមានកម្លាំងសាករហូតដល់140វ៉ាត់ទី2គឺវាមានរន្ធដោតសាកចំនួន4ហើយក្នុងនោះគឺមានដូចដោតសាកប្រភេទ Type C ចំនួន3ហើយនិង USB A ចំនួន1រន្ធដោត C1 C2 នេះគឺមានកម្លាំងសាករហូតដល់140វ៉ាត់រន្ធសាក C3 នេះគឺមានកម្លាំងសាកខ្ពស់បំផុតត្រឹម40វ៉ាត់រន្ធដោតសាកប្រភេទ USB A នេះគឺមានកម្លាំងសាកខ្ពស់បំផុតត្រឹម33វ៉ាត់ទី3គឺវាមានអេក្រង់តូចមួយសម្រាប់បង្ហាញថាតើរន្ធសាកទី1ទី2ទី3និងទី4នេះវាបញ្ចេញកម្លាំងសាកប្រមាណវ៉ាត់ទៅឲ្យឧបករណ៍សម្រាប់គុណវិបត្តិរបស់វានោះគឺវាមានទម្ងន់ធ្ងន់បន្តិចគឺវាមានទម្ងន់រហូតដល់395ក្រាមគឺជិត4ខាំហើយឥឡូវនេះគឺយើងមកដល់ទីបញ្ចប់ហើយខ្ញុំក៏ចង់បញ្ជាក់ថាឆ្នាំងសាក់នេះគឺខ្ញុំពុំមានការ sponsor ពីខាងណាទេគឺខ្ញុំសន្សំលុយខ្លួនឯងទិញខ្លួនឯងប្រើខ្លួនឯងហើយជាចុងក្រោយគឺខ្ញុំសូមអរគុណបងប្អូនទាំងគ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំហើយពួកយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ